នៅថ្ងៃទី14ហ្នឹងមាន collaboration pony ចេញមកហើយមាន Sprite Link ហើយនិង Flowborn outfit Sprite Link ហ្នឹងគឺមានចំនួន6ដែលជា skin pony ហ្មង cute មែនតើអ្នកដែលធ្លាប់មើល pony ហ្នឹងដឹងហើយ cute ខ្លាំងឥឡូវមាន Sprite Link ទៀត Sprite Link ហ្នឹងគឺយើងអាចធ្វើ task your free យើងប្រម៉ូកាក់នោះច្រើនមែនតើបើសិនជាយើងចង់ប្រញាប់យើងទិញទៅអស់តែ1386 token ទេក្នុងមួយហើយ random box ហើយនេះលីងប៉ាវហ្នឹងគឺជា outfit boss pony ដែរប៉ុន្តែវារៀងប្លែកពី pony sin តិចអានេះគ្រាន់ជា outfit ចឹងណាប៉ុន្តែក៏ស្អាតដូចគ្នាហើយតម្លៃវាថោកជាងពាក់កណ្ដាលរបស់ ponyបន្តមកទៀតគឺ Flowborn outfit យើងអាចធ្វើថាយក free បានចាប់ពីថ្ងៃទី19ទៅ event នឹងតម្លាក់មកហើយនេះគឺ skin free ដែលយើងអាចយក point មិញទៅដូរបានមកទៀតយើងចូលមកក្នុងហាងរបស់យើងមកហាងរបស់យើងគឺលក់កូនជ្រូកដើម្បីបានសបុតហើយនៅក្នុងមួយថ្ងៃហ្នឹងគេនឹង reset code សបុតរបស់យើងហើយថាសបុតយើងលក់កូនជ្រូកមួយបានប៉ុន្មានអញ្ចឹងណានេះគឺ store ដែលយើងអាច upgrade វាមកដូរពណ៌ដូរអីបានតាមចិត្តរបស់យើងហ្មងថាឆ្លាញ់ហាងយើងមិនហើយ log in មួយថ្ងៃគឺបាន10ហើយ share code ហ្នឹងគឺបាន6អញ្ចឹងមួយថ្ងៃ16កូនជ្រូកយើងយកកូនជ្រូក16ហ្នឹងយកទៅដូរសបុតយើងអាចដូរជាកាក់របស់យើងក៏បានយើងអាចយក code friend របស់យើងដែលមានប៉ុងច្រើនហ្នឹងមកដូរក៏បានដែរប៉ុន្តែកន្លែងហ្នឹងបើសិនជាមិត្តភ័ក្តិរបស់យើងគេមានប៉ុងច្រើនគេដូរអស់យើងដូរអត់ទាន់គេយើងត្រូវប៉ាវស៊ីងសុំនិយាយទៅកន្លែងហ្នឹងcuteមែនតើហើយនៅក្នុង event ហ្នឹងយើងអាច complete rank មួយថ្ងៃ2 match ដើម្បីទទួលបានសបុតនេះសបុតហ្នឹងពេលខ្លះមាន item ខ្លះក៏មានដល់6-7000តម្លៃវាថ្លៃបានច្រើនមែនតើហ្នឹងហើយអានេះ point ដែលខ្ញុំលេងមួយថ្ងៃហ្នឹងគឺបាន529ស្លឹកហើយអញ្ចឹងខ្ញុំអាចប្រមូលបានរហូតដល់800ស្លឹកក៏ហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ចែកលេខអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ